ok នេះគឺជាការតេស្ត permission security permission នៅលើ Windows 7 បាទឥឡូវយើងមើលតាមដានទាំងអស់គ្នានៅក្នុង Windows 7 ខ្ញុំមាន user 2ដែលយើងនឹងតេស្ត user 1 និង user 2ដែល user 1 ហ្នឹងគឺជា user ដែលមានសិទ្ធិ administrator ហើយ user 2គឺ user ធម្មតាមួយដែលជា standard user បន្តមកទៀតខ្ញុំមាន folder data មួយបាទហើយយើងមានក្នុង folder data យើងមាន folder user 1 user 2 ហើយនិង folder public ដែល folder data នេះគឺ user 1 user 2 មានសិទ្ធិ access ចូលដូចគ្នាហើយfolder public យើងនឹងឲ្យ user 1 និង user 2 មានសិទ្ធិ access ហើយ user 1 គឺយើងនឹងឲ្យតែ user 1 មានសិទ្ធិទេ user 2 យើងfolder user 2 យើងនឹងឲ្យតែ user 2 មានសិទ្ធិ access ទេតើយើងនឹងឃើញថា user ទាំងពីរនោះមានសិទ្ធិបែបណាបន្ទាប់ពីយើងដាក់សិទ្ធិបែបហ្នឹងហើយតោះតែបងប្អូនមកអញ្ចឹងដើម្បីដាក់សិទ្ធិនៅលើ folder យើងអាច right click នៅលើ folder មួយខ្ញុំយកពាក្យថា property បន្តមកទៀត use security បន្តមកទៀតខ្ញុំនឹង add user ចូលអូខេចុចលើ edit ហើយយើង add user 1យើងនឹងឲ្យគាត់មានសិទ្ធិ full control នៅលើ folder មួយហ្នឹង user 2ក៏មានសិទ្ធិ full control ដែរset full control នៅលើ folder public បន្តមកទៀតនៅលើ folder user 1យើងនឹងដាក់តែ user 1ចូលទេ right click property security អូខេ edit ខ្ញុំនឹង remove user ចោលទាំងអស់1ខ្ញុំនឹងដោះ inherit ចេញ add អូខេយើង remove user ចូលអស់មកតើមកយើង add user add តែ user 1ចូលទេបាទហើយយើងឲ្យ user 1គឺមានសិទ្ធិ full control នៅលើ folder មួយហ្នឹងបន្តមកទៀតនៅលើ user 2យើងធ្វើដូចគ្នាដែលយើង add តែ user 2ចូលទេចុច advanced change ដោះ inherit ចេញអូខេ remove ចូលទាំងអស់ហើយយើងចុចលើ add យើង add តែ user 2ចូលទេដែលយើង add គាត់មាន set full control នៅលើ folder របស់គាត់អូខេ apply អូខេចឹងអ្នកនរគ្នាឃើញហើយ user 1យើងឲ្យតែ user 1មាន set ទេ user 2យើងឲ្យតែ user 2មាន set ទេដែល public folder គឺអ្នកណាក៏មាន set ដែរ user 1ក៏ដោយ user 2ក៏ដោយបាទតោះយើងសាក log ចូល user 1ទៅគាត់មាន set access ចូល user folder មួយណាខ្លះតោះចូល user 1មុនអូខេយើងតេស្តទាំងអស់គ្នាឃើញថាអូខេ user 2មានសិទ្ធិចូល public ជារឿងធម្មតា user 1គាត់មានសិទ្ធិចូល user folder user របស់គាត់ហើយគាត់មានសិទ្ធិ create folder ឬក៏ create file ផ្សេងៗជារឿងធម្មតាយើងសាកមើល check មើលអស់គ្នាថាមិញហ្នឹង folder user 2យើងឲ្យសិទ្ធិតែ user 2តែ user 1មានសិទ្ធិឬក៏អត់តោះតែបងប្អូនអូខេឃើញថា user 1អត់មានសិទ្ធិចូលទេហ្នឹងហើយជាការដាក់ permission គឺដើម្បី security បែបហ្នឹងបាទទោះបីគាត់ continue ក៏អត់បានដែរឥឡូវយើង log ចូល user 2វិញម្ដងpublic គាត់មានសិទ្ធិចូលជារឿងធម្មតាហើយគាត់ក៏មានសិទ្ធិបង្កើត file បង្កើតអីដែរដោយសារមិញយើងដាក់សិទ្ធិ full control បន្តមកទៀត folder user 1តើយើងមានសិទ្ធិចូលដែរឬក៏អត់ប្រកបជាអត់មានទេបាទដូចតែយើង lock user 1ចូលប៉ុន្តែពេលនេះយើងអត់ lock ទេបន្តមកទៀត user 2មានសិទ្ធិចូលឬក៏អត់មានអូខេដោយសារយើងដាក់ permission នេះគាត់មានសិទ្ធិចូលគាត់អាចមានសិទ្ធិបង្កើត folder បង្កើត file អីបានជារឿងធម្មតាអូខេនេះគឺជារបៀបbasic ក្នុងការតេស្ត permission